ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំខៃស្វាគមន៍មកកាន់កម្មវិធីរឿងរន្ធត់មុនចូលគេងអេពីសូតទី11ថ្ងៃនេះពិសេសជាងរាល់ដងដោយសារពួកយើងទទួលបានសាច់រឿងពីបងសាន់ប្រវិតអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ស្គាល់គាត់ហើយគាត់ក៏ធ្លាប់បានចូលរួមនៅក្នុងកម្មវិធីតុកភ្លឺ Background ងឹតរបស់បងអធិការផងដែរហើយគាត់ក៏ជា content creator ដែលមាតិការបស់គាត់ជាទូទៅនិយាយពីរឿងរន្ធត់រឿងអបិយជំនឿផ្សេងៗហើយចំពោះសាច់រឿងរបស់គាត់ដែលបានចែកម្លែកនេះគឺជាសាច់រឿងថ្មីមែនតើដែលគាត់ទើបតែបានជួបផ្ទាល់តែម្ដងហើយគាត់ក៏បានចែកម្លែកមកកាន់កម្មវិធីរបស់យើងកុំឲ្យខាត់ពេលវេលាយូរតោះចូលទៅក្នុងសាច់រឿងរបស់គាត់ទាំងអស់គ្នាបាទហ្នឹងហើយខ្ញុំជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាប្រហែលជាគ្រាន់តែស្ដាប់សលេងរបស់ខ្ញុំប្រហែលជាដឹងហើយណាថាខ្ញុំជាណាគេឥឡូវហ្នឹងខ្ញុំថតសាច់រឿងមួយដែលខ្ញុំផ្ញើទៅកាន់ខាង Patron អញ្ចឹងខ្ញុំមានរឿងមួយដែលចែកម្លែកឲ្យបងប្អូនតែវាមិនសូវជាវែងដូចនៅក្នុង channel របស់ខ្ញុំទេអត់បាន1ម៉ោងទេរឿងតែ10នាទីជាងទេអញ្ចឹងសាច់រឿងហ្នឹងជាសាច់រឿងដែលខ្ញុំជួបដោយផ្ទាល់ហើយដូចដែលខ្ញុំតែងតែនិយាយអញ្ចឹងថាចំពោះសាច់រឿងរបស់ខ្ញុំអត់ទាមទារឲ្យបងប្អូនជឿ 100% ទេបងប្អូនជឿក៏បានអត់ក៏បានចាត់ទុកថាមិនក៏បានអញ្ចឹងណាអញ្ចឹងបងប្អូនទាំងឯងថាខ្ញុំជាអ្នកដែលចូលចិត្តនិយាយដើមគ្រូចូលចិត្តចែកម្លែកសាច់រឿងពីកន្លែងដែលមានជើងកបចូលចិត្តចែកម្លែកសាច់រឿងដែលពាក់ព័ន្ធជាមួយនឹងពពួករឿងអាគមពពួកអាបធ្មប់ពពួករឿងផ្សេងពួកផ្លូវងឹតអញ្ចឹងខ្ញុំធ្វើការខាងនឹងយូរដល់ពេលអញ្ចឹងទៅសបោអ្នកសាកសបោអ្នកលេងមួយខ្ញុំហ่ะសបោអ្នកដែលគេចង់សាកបើថាគ្រូគេចេះចង់ដឹងថាយើងនឹងកម្រិតណាមិនបានជាហ៊ាននិយាយដល់ចូលដល់ចំណុចនោះបើនិយាយពីកន្លែងជើងកបវិញដល់ពេលដែលខ្ញុំធ្វើតាណាទៅវាតែនេះហើយយើងនិយាយដើមគេអីគេអញ្ចឹងណាតែថ្ងៃហ្នឹងខ្ញុំលើកឡើងពីរឿងមួយដែលខ្ញុំទើបតែជួបថ្មីនឹងដែរទេអញ្ចឹងបញ្ជាក់ថាចាមានផ្ទះមួយដែលគាត់ធ្វើនៅលើដីបុរាណនៅលើដីបុរាណមានន័យថាអញ្ចឹងមុនពេលដែលគាត់បានទិញដីបរិយាដីនឹងធ្វើស្រែធ្វើចការនៅណាអញ្ចឹងគាត់និយាយថាអញ្ចឹងពីដើមឡើយសូម្បីតែខ្ញុំក៏ខ្ញុំធ្លាប់ឃើញដែរមានអ្នកដែលគេរកវត្ថុបុរាណហ្នឹងគេចាក់គេមានលួសគេហ្នឹងកាលកន្លងហ្នឹងដូចជាឆ្នាំខ្ញុំចាំបានថាឆ្នាំ2016 17បងប្អូនកំឡុងឆ្នាំហ្នឹង15 16 17លួសគេហ្នឹងប៉ិនតូចជាងកូនដៃយើងនឹងបន្តិចហើយប្រវែងវាគួរសម1ម៉ែត្រជាងអីចឹងទៅកន្លះម៉ែត្រអីចឹងទៅគេឆ្នៃគេចាក់ប៉ះក្អមប៉ះអីគេជីកអត់ដឹងថាអ្នកមកពីខាងណាទេដែលគេមកជីកហ្នឹងចឹងនៅពេលដែលគេជីកហើយអីហើយខ្ញុំក៏ឃើញថាធម្មតាគេជីកទៅប៉ះអំបែងនេះហ៎អំបែងពីងអំបែងធំអំបែងអីហ្នឹងគេមិនបោះចោលវាបែកគេយកតែល្អមិនត្រឹមតែប៉ុណ្្នឹងទេក៏មានឆ្អឹងខ្មោចមានអីជាប់នៅនឹងទៀតហើយគេជីកឡើងសោះអស់ហើយដល់ពេលបន្ទាប់មកកន្លងផុតមកដល់ឆ្នាំ2018អញ្ចឹងនៅពេលហ្នឹងក៏គេមានដីមានអីគេទិញដីទិញអីគេចាប់តាមបរិយាធ្វើស្រែដល់ពេលដែលគេបរិយាធ្វើស្រែធ្វើអីអញ្ចឹងគាត់នឹងជាអ្នកដែលគាត់ធូធាគាត់មានហាងបាយគាត់មានការ៉ាសាំងអញ្ចឹងទៅគាត់ធ្វើការងារអីគាត់អត់ធ្វើដោយផ្ទាល់ទេគាត់ជួលគេជួលឯងហើយឲ្យជួយការងាររបស់គាត់នឹងអញ្ចឹងនៅពេលដែលគាត់ជួលក្រុមគ្រួសារមួយដែលមានប្តីប្រពន្ធនិងកូន2នាក់អញ្ចឹងគាត់ធ្វើផ្ទះអស់ហើយគាត់ធ្វើផ្ទះហ្នឹងសង្កសីទេនៅលើដីប៉ុន្តែគេនៅអត់សុខគេប្រាប់ថាគេដេកនៅចាំអត់បាននៅទៅគាត់ថាលៀបតែចេះតែលឺសលេងណានៅទៅលឺសលេងគេព្យួរអត្រៈព្យួរអីនឹងទាំងយប់ក្តោងក្តាងលឺទៅតែពេលបើភ្លើងបើកអីមើលប្រចាំងកៅប្រចាំងអីមើលអត់ឃើញទេដល់ពេលដែលនៅទៅក៏ស្រាប់តែគេបានលឺសលេងគេបោទេគោតែពេលមើលអត់ឃើញទេបន្ទាប់មកទៀតក៏លឺសលេងគេជីកដីរបៀបថាគេជីករកវត្ថុបុរាណហ្នឹងណាគេជីកចោះជីកឡើងនន់ស្នូគប់កាប់ហ្នឹងគេស្រែកហៅគ្នាគេវោវាស់ហើយឲ្យតែម៉ោង2:10យប់ឡើងទៅដឹងតែលឺសលេងបន្ទាប់មកគាត់ថាឃើញភ្លើងហ្នឹងបោះចេញពីដីហ្នឹងភ្លើងប៉ប៉ិនកដៃហ្នឹង3 4បោះចេញពីដីហ្នឹងហោះចេញហោះចូលទៅវិញទៅមកអញ្ចឹងណាអញ្ចឹងដល់ពេលកូនគាត់ក៏នៅមិនកើតប្រពន្ធក៏នៅមិនកើតថាអូយនៅអត់សុខទេនៅនេះហ៎នៅទៅវាចេះតែមានរឿងមានរ៉ាវហ្នឹងកាត់ឡើងរហូតហើយគួរឲ្យខ្លាចណាស់គេមិនដែលអីរបៀបថាធ្វើឲ្យគាត់ខ្លាចធ្វើឲ្យគាត់មានគ្រោះថ្នាក់អីធ្ងន់ធ្ងរទេគ្រាន់តែគេឲ្យលឺសលេងគេឲ្យឃើញនេះឃើញនោះចឹងឯងដល់ពេលដែលគាត់នៅអត់កើតចឹងគាត់ក៏សុំគេឈប់ដល់ពេលសុំឈប់ទៅគាត់ថាអត់អីទេចឹងឈប់ទៅគាត់ក៏រកអ្នកផ្សេងហ្នឹងមកមើលដីមើលអីគេនៅអត់កើតទៀតដល់ពេលហើយស្រែហ្នឹងទុកចោលរយៈពេលដល់យើងថ្មីនេះគាត់ធ្វើឆ្នាំទៅអតេះចាស់ដែលគាត់ធ្វើឲ្យកម្មករគាត់នៅហ្នឹងត្រូវបានរុះរើចេញអស់ហើយបន្ទាប់មកគាត់បានធ្វើខ្ទមនឹងមួយទៀតនៅហ្នឹងគាត់ធ្វើខ្ទមមួយទៅចាក់ឲ្យលហឹមឆ្ងាយពីផ្លូវថ្នល់ទៅ
ល្បាក់ប្រហែលជា1គីឡូដីទៅជាផ្លូវលំពីផ្លូវលំទៅល្បាក់ប្រហែលជា500ម៉ែត្រទៀតទៅដីរបស់គាត់តែនេះជាដីកម្មសិទ្ធិឯកជនអញ្ចឹងខ្ញុំសូមអត់និយាយថាដីរបស់នរណាកន្លែងណាអីទេបងប្អូនដឹងពីខ្ញុំស្រាប់ហើយអ្នកដែលស្ដាប់ខ្ញុំតាំងពី2013មកដឹងហើយគឺខ្ញុំអត់កម្រនិយាយពីទិសដៅពីកន្លែងទីតាំងច្បាស់លាស់ពីរបៀបថាឈ្មោះម្ចាស់ដីព្រោះយើងខ្លាចកន្លែងគេរកស៊ីដីគេកម្មសិទ្ធិគេយើងទៅនិយាយមិនអញ្ចឹងបញ្ជាក់តែថាគាត់ធ្វើខ្ទមហើយគាត់ធ្វើស្រែមិនដែលមានបណ្ណាទៅចាំស្រែនឹងមិនអីមិនទេគាត់ធ្វើហើយនិយាយថាឥឡូវហ្នឹងគាត់សើខ្វល់យប់លុបមកអត់មានបណ្ណាទៅលួចទៅធ្វើនេះធ្វើនោះទេគោក្របីអីទៅទេឥឡូវគេធ្វើលបងធ្វើអីចិត្តជុំនៅចកាគាត់អញ្ចឹងនៅពេលហ្នឹងគាត់ក៏បានធ្វើខ្ទមហើយមានកញ្ចោះមួយនៅគាត់ចេញចូលតែពេលថ្ងៃដល់ពេលប្រហែលជាប្រហែលនេះចុងក្រោយនេះខ្ញុំឮបងម្នាក់ហ្នឹងគាត់ឆ្លោះកុកគាត់ប្រាប់ថាអញ្ចេះគាត់ថាហែងមើលអញមើលអវិតអញមើលនៅពេលដែលអញមកពីឆ្លោះកុកអញបានឃើញពូម្នាក់ហ្នឹងរុញកង់ចូលទៅហ្នឹងហើយអញនឹងចង់ចូលទៅសួរថាពូនឹងរុញកង់ចូលមកធ្វើអីស្មានហ្នឹងគាត់ថាគាត់ចាំមេឃភ្លៀងហ្នឹងម៉ោង 12 កន្លះយប់អីបានទៅមេឃភ្លៀងបានទៅពេលទៅដល់ឃើញគេរុញកង់រុញអីចូលគាត់ក៏ចូលទៅសួរថាអីពូចូលមកធ្វើអីស្មានហ្នឹងថាចូលទៅបាត់អត់មានឃើញពូហ្នឹងទេដល់ពេលដែលគាត់ចេញមកវិញគាត់ចេញមកក្រៅលបងនឹងវិញពីខ្ទមពីនឹងមកមាត់លបងនឹងឆ្ងាយប្រហែលជាកន្លែងលបងបិទទ្វារហ្នឹងប្រហែលជា35ម៉ែត្រទៅ40ម៉ែត្រដែរគាត់ថាចេញមកដល់មុខហ្នឹងប្រចាំងភ្លើងម្ដងទៀតនៅកញ្ចក់មានរឹងមួយរឹងដែលធ្វើពីយើងនេះស្បៃយើងហ្នឹងណារឹងស្បៃហ្នឹងគាត់ថាឃើញគេដេកលើរឹងហ្នឹងយល់ទៅវិញទៅមកក៏ស្រាប់តែគាត់នឹងជ្រុះពិលនឹងចេញពីដៃទៅលើដីក្ដុបគាត់ក៏រើសពិលនឹងមកវិញដល់ពេលដែលរើសពិលមកវិញគាត់ប្រចាំងមើលម្ដងទៀតដល់ពេលមើលម្ដងទៀតអត់មានឃើញអីហងគាត់ថាឃើញតែរឹងទៅទេដល់ពេលគាត់យកមកប្រាប់ខ្ញុំថាហែងជួយចិត្តនិយាយរឿងខ្មោចហែងតែមើលហែងខ្លាចអត់ថាអត់ទេអត់ខ្លាចហែងទៅដល់ពេលគាត់ថាអត់ខ្លាចហែងទៅខ្ញុំនេះទៅបណ្ដោយអត់មានប្រាប់គេទេខ្ញុំកាន់ជីនរ៉ូនឹងមកដបនំនឹងមកកញ្ចប់ខ្ញុំទៅពុបខ្ញុំថត channel Telegram ខ្ញុំនៅហ្នឹងខ្ញុំថតទាំងយប់ខ្ញុំថតតាំងពីម៉ោង 8 ម៉ោង 9 ដល់អត់មានរឿងអីកើតឡើងទេហើយប្រហែលថ្ងៃនេះលេងខ្ញុំហ្នឹងណាបងប្អូននៅក្នុងក្រុម Telegram ខ្ញុំដឹងហើយដែលខ្ញុំទៅនិយាយប្រហែលថ្ងៃមុនដែលខ្ញុំទៅផ្ទះបោះបងមួយទៀតដែលថាមកដល់លេងមកគោះជញ្ជាំងមកដល់លេងបដាកូននៅមុខមកដល់លេងភ្លើងព្រាយនឹងវាស្រក់លើដើមឈើមួយរយៈចុងក្រោយខ្ញុំជួបដល់ថ្នាក់ខ្ញុំដេកអត់លក់3យប់ខ្ញុំឈឺខ្ញុំក៏ទៅខេត្តខ្ញុំឈឺអាឡ័យតារកថ្នាំរកអីផឹកណាតែរឿងនេះកើតឡើងមុនពេលដែលខ្ញុំនិយាយនៅក្នុងក្រុម Telegram ហ្នឹងគឺនៅពេលដែលខ្ញុំទៅដល់ខ្ញុំបើកម៉ូតូទៅខ្ញុំជិះម៉ូតូរបស់ក្មួយខ្ញុំជិះ Center ទៅខ្ញុំមានជីនរ៉ូមក10នំនឹងមកកញ្ចប់ទុកវាតិចទៅដល់ខ្ញុំថត channel Telegram ខ្ញុំហើយពឹបខ្ញុំនៅដេកយូនរឹងខ្ទមមួយកញ្ចោះមួយខ្ញុំដេកនៅលើកញ្ចោះអញ្ចឹងដេកសុកក៏ស្រាប់ដែរម៉ោងហ្នឹងប្រហែលជា10ជាងហ្នឹងខ្ញុំញ៉ាំឲ្យស្រួលដៃស្រួលជើងហ្នឹងខ្ញុំញ៉ាំឲ្យសរសៃរត់ហ្នឹងអស់កន្លះ10ហើយដល់ពេលហើយឮសលេងភ្លើងឆេះនេះភ្លើងចេះតបោកញ្ចោះហ្នឹងហើយខ្ញុំពងគិតណាយើងគិតនឹងចិត្តថាមើលមកធ្វើកញ្ចោះអីចឹងវិញតែពីណាដុតកញ្ចោះដុតអីមិនភ្លើងឆេះអស់ទេមិនភ្លើងឆេះអស់មិនមានបញ្ហាទេដល់ពេលហើយឮភ្លើងឆេះកញ្ចោះហ្នឹងទៅពេលឮភ្លើងឆេះកញ្ចោះខ្ញុំចេញមកក្រៅខ្ញុំចេញពីក្រុមកញ្ចោះមើលទៅលើមើលអត់មានឃើញអីសោះទាំងមិនមានលន់ស្នូដូចភ្លើងចេះប្រុបប្រាប់ដល់ពេលហើយគ្មានទេផ្ទះ10ជីនរ៉ូខ្ញុំផាំងដួលប្រុបខ្ញុំនេះទៅកាន់ទាញឡើងមកវិញថាអញអត់ដាក់ឲ្យផឹកទេអញមកចង់ដឹងអញអត់ដាក់ឲ្យផឹកទេណាដាក់ខ្ញុំក្របក្រោបវិញខ្ញុំដើរទៅនោមមកស្ទុះលេងវាធម្មតាទេនំដែលយើងញ៉ាំទៅវានៅសល់ជាងពាក់កណ្ដាលហើយមេឃស្ងប់អត់មានអីទៅត្រូវបកចេញទេហើយកញ្ចោះនឹងមាននេះទៀតមានលបាសងខាងទៀតអញ្ចឹងអត់មានខ្យល់សោះរឿងអីដែលថានំនឹងវាខ្ទាតកពុបទៅនឹងដីវាអត់ត្រូវខ្យល់វាបក់តែប៉ុនកញ្ចោះទេបងប្អូនខ្យល់លើជំវិញបរិវេណនៃខ្ទមណាអត់មានទេមានតែនៅនឹងកញ្ចោះទេខ្យល់បក់កញ្ចោះនឹងលាន់ព្រុបប្រាប់ងាកទៅដល់ឃើញតបោកញ្ចោះនឹងបក់ចោះបក់ឡើងតែនំញ៉ាំអត់តន់ខ្ទាតទេដល់ពេលដែលស្ងប់ខ្យល់ទៅពុបណែឡើងមានខ្យល់អីបន្តិចស្ងប់ឈឹងហ្មងនំប៉ើងទៅវឹបទៅធ្លាក់នឹងដីក្ដុកខ្ញុំទៅរើសយកអានៅក្នុងថៅខ្ញុំយកមកញ៉ាំទៀតខ្ញុំថាចំអានេះលេងអញអង្គុយពឹប
nhưng mà cuối nó lên rừng cuối lên rất là đá nhưng mơ nhưng giờ mà đó nhưng mơ Facebook mơ ấy chẳng tới nhưng nhầm nông nâng grab tập bế nhưng lúc này thì giờ nóng cái tiếng thằng nông nâng thôi cái tiếng thằng nông nâng prấp thẻ tình đầy độc nhưng thay gì cho tham bà lọt tam nè vậy cà rốt đọp chín rô nhưng cà rốt chật chăng bóng bồn nhưng cho thì giờ nông cà rốt đọp nâng đua prấp là bột cà rốt có bột trà sau đây bạn cút đọp nâng mình tiếc nhưng do một Phật phải nhưng crop đóp nhưng đại nó mới thở anh nơi 10 anh đấy anh tự anh nhé anh chạy nơi 10 anh đấy bong bồn nhóm chi mà tôi trên mó ở toàn đau một là bóng bạn phải đọc ra mẹ nhưng chung mà tôi bình bụp cho việc bỏ loạn hợp là việc hợp chương cái cho hơi lẹ mà với nhá cái đàn thòm đà chương cái cho có drop đi drop ớt picrom mà loạn nhóm nghĩa từ đó là bong bồn cái cho nó viết mà chỉ hiểu viết hai mò vĩnh viết hai mò vĩnh nhưng thà giá anh đi lên anh men tên mong nhưng bác một tôi chạy bác một tố nhưng bật là bong ở quạt mình bật một tố nhưng bật là bong ở quạt vĩnh nhầm nghĩa mà đầu tiệt để chắn pin vung bong phồn nọ nơi từ khẳng cá đỏ ở nơi khẳng lệch tê hay nhầm chánh từ khẳng cá nhầm nghĩa từ khẳng lệch tê tai nó bị nhầm nghĩa tay bị chắn nắng nơi bị lưới tập bồn cái chó có hòm nhạc hai bạn ra về đây cái chó này cái tàu nó plư cha chẳng mọc về nắng á ọt miệng lụt tôi rồi thì nhóm bác mà tôi chạy nhóm bác trên mót nhóm bạc bóng ổn thái chẳng ai bị plei lúng tới 200 rồi mẹ nhóm bác mò trên mò bàn cho 200 rồi mẹ nhóm chụp mà tôi bấm nhóm nôm nghĩa từ đó bị chán nắng nơi lưỡi trong ta cho mà đọc vì mình chỉ plương free để nhóm thọp khơi thá thoa mà đạp plương free về bài cho mình đừng mày chơi cho mình đạp chơi về loạn được rập đi chụp người chụp ấy về việc thả mơ tới đôi việc và đà cồn và đà ấy chẳng đấy tên đi ọt này đó bây giờ nghĩa từ đó khi đang trong trại như thế anh ấy tam anh này anh ấy mà hồi kia nói tam anh này nhóm bạn một tàu trên mặt tiền nhóm trên mò bàn và hai chữ bay rồi mà tiền nhóm nghĩa còi đồng tiết nơi lừa đảo thật lộn với chán này nơi đừng lừa đảo thật lộn hay xua thà hết ấy có mình thọt hay ấy có mình ấy nhóm ở trong trại bóng bồn thầm nhóm thọt đại chuột này như tao hai ở miền rừng nào phía này hai chơi nhóm chạy để được trong group telegram nhóm cao vì mình sau một ngày như thế tu sáp bong bồn mà tu sáp sai sắp hiện rồi tu sáp nhóm ấy hay tu sáp lùm đạp mỏng ta lại nhưng bạch uốn nên bắn vậy đấy con tay tu sáp nó anh lên ban một ngày vọng nghịch hết ấy ban chỉ tu sáp sai sắp vào môi phía rồi tiền mong vào đồng tiền ở lột kêu sau môi phía rồi ở lột kêu nhóm mỏng vì à phía này hè về hai iPhone đọc môi vào nhung full stack thọt ấy ở trên đây do mà thọt phướng thọt xử lý thọt viên thọt ở chỗ thì thọt full stack thọt bên lúc full storage thế thọtไม่กอดการแต่เป็นดับบัตรวีบัตรเนี่ยล้างยำทอดวิดีโอมาเมาเนี่ยมาพอเลย YouTube คอมเมนต์แกงไอ้มันติดจำไรก่อนเรื่องไอ้ยำทอดอันโอตาประมาณวิให้ไอ้ทอดอัดจวบจึงยอดทอดเลยđóเป็นไอ้ยำจีมันโตจริงมั้งยำจีมาดอดเพลย์บานวีเตอร์วินสมาหนึ่งจงกุยสมาหนึ่งจงตรายสมาหนึ่งจงสไลวิเตอร์วินยืดให้ออดมินพลื้คลั่งเลยมาละโม่ปะพันไปจันนึงวิเตอร์เพลย์นึงđó việc này phải từ tam play nó tới bị lừa tôm được bóng bồn plư mà đòn nữa dương mưa đôi té nó đạm pol solar ở thay một mưa tới khơi chẳng đối đạm pol solar thông đồng dương nghiện chẳng ai phải chụp làm rồi mệt bóng bồn nghiện bị play tới khơi plư chụp bạn máu tung pin đọc chuyện chỉ mà tô mà té làm kia khi bên này chưa nhưng đây ở bên này chưa nhưng chỉ mà tô mà đọc té chỉ mà đào tiền với nhung làng để những trẻ kết thả chồng hai bà anh nơi tiết điểm bạch ấy mà nó khai nhé khai mình ta mình khai này mà là mồm mình khai này hai nơi miền hai ca chỉ sáng thì để nhung ăn vậy là việc loan đấy hết á loan à bài piêng bài cóm loan đần đầy đừng loan phong loan chẳng nhung cắt chả này nhung nhớ nhung cắt chả này cả lại loan bài cóm cả lại lư ta đào cô ta đào ấy nhung chơi vậy nhung cắt cả lại nâng trên cứ loan chẳng phong phăng nhắm có chỉ chân mà tái đôi nhung gì chân thà nhung ăn hiền vậy thá cả lại nâng miên kê mạch anh mạch tế bộ đây kê ấy kê chẳng chỉ cầm sật một kê còn đặc biệt phép nhung thá cái khơi anh chậm lại hẹn cho chặt được khó nhảy từ mơ
ដល់ពេលទៅដល់ខ្ញុំឃើញចឹងហើយចំពោះខ្ញុំសាច់រឿង10នាទីជាង10នាទីជាងនេះខ្ញុំមានច្រើនមែនតើប៉ុន្តែគ្រាន់ថាដោយសារតែខ្ញុំរវល់ការងារច្រើនពេកដោយបងប្អូនដឹងហើយខ្ញុំថតច្រើនដែរមួយថ្ងៃខ្ញុំថតគ្រាន់តែការងាររបស់ខ្ញុំថត3 4ម៉ោងហើយនៅការងារផ្សេងក្រៅពីនឹងទៀតអញ្ចឹងខ្ញុំអត់មានពេលចែកម្លែកអីមែនអញ្ចឹងបើសិនជាបងប្អូនចូលចិត្តចាខ្ញុំឆ្លៀតចែកម្លែកឲ្យខាងPatreon ទៀតអញ្ចឹងនៅមានច្រើនទៀតហើយរន្ធត់ជាងនឹងទៀតតែនេះគ្រាន់តែជាសាច់រឿងទី1ណាមួយខ្ញុំក៏របៀបថាកាប់ដៅបញ្ញាប់យកមកមកទៅហើយដូចខ្ញុំតែងតែនិយាយចឹងស្ដាប់កុំដល់អារម្មណ៍តែបងប្អូនខ្ញុំអត់ចាត់ទុកឲ្យថាជារឿងពិតរឿងអីពេកឲ្យបងប្អូនជឿទេព្រោះមានតែខ្លួនខ្ញុំទេដែលដឹងច្បាស់អញ្ចឹងមានតែប៉ុណ្្នឹងទេខ្ញុំបាទផាវិតជំរាបលា អ្នកទាំងអស់គ្នាបន្ទាប់ពីបានស្ដាប់សាច់រឿងរបស់បងផាវិតដែលគាត់បានចែកម្លែកហើយមានអារម្មណ៍មិនដែរអ្នកទាំងអស់គ្នាអាចបញ្ចេញមតិនៅក្នុង comment ឲ្យពួកយើងបានដឹងផងហើយដោយបងផាវិតដែលគាត់បានលើកឡើងអញ្ចឹងពួកយើងអត់ជំរុញឲ្យអ្នកទាំងអស់គ្នាជឿលើរឿងអាមនុស្សទេជឿមិនជឿគឺអាស្រ័យទៅលើបងប្អូនទាំងអស់គ្នាពិចារណារៀងៗខ្លួនបើសិនជាបងប្អូនអត់ជឿទេបងប្អូនគ្រាន់តែស្ដាប់ចាត់ទុកថាវាកំសាន្តអារម្មណ៍បងប្អូននេះចឹងណាហើយបងប្អូនទាំងអស់គ្នាកុំភ្លេចចូលរួមលើកទឹកចិត្តពួកយើងតាមរយៈការជួយចុច like subscribe មកកាន់ channel Patron Cambodia ផងដែរចំពោះបងប្អូនដែលមានរឿងរន្ធត់ចង់ចែករំលែកមកកាន់កម្មវិធីរបស់យើងបងប្អូនទាំងអស់គ្នាអាចទំនាក់ទំនងមកកាន់ពួកយើងតាមរយៈ Telegram ដែលពួកយើងបានដាក់នៅលើអេក្រង់ហ្នឹងអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាមកដល់ចំណុចមួយនេះពីកម្មវិធីរឿងរន្ធត់មុនចូលគេងជំរាបលាបងប្អូនទាំងអស់គ្នាបាយបាយ